ទ្របរបស់ខ្មែរយើងញាតិញោមផ្លូវនេះគឺជាផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារញាតិញោមជួយ share ទាំងអស់គ្នាដើម្បីឲ្យបងប្អូនខ្មែរយើងទូទាំងប្រទេសគាត់បានឃើញញោមឥឡូវនេះគឺថ្មបានមកដល់ភ្នំទ្របហើយទីកន្លែងនេះញាតិញោមខាងក្រោយនេះភ្នំទ្របរបស់ខ្មែរយើងញាតិញោមផ្លូវនេះគឺជាផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារញាតិញោមណាហើយថ្មបានមកដល់ទីនេះហើយញាតិញោមមានអារម្មណ៍ថាសែនសំណោះចំពោះទឹកដីខ្មែរយើងណាចឹងសូមញាតិញោមទាំងអស់គ្នាដែលតាមដានវីដេអូនេះញាតិញោមណាជួយ share ទាំងអស់គ្នាដើម្បីឲ្យបងប្អូនខ្មែរយើងទូទាំងប្រទេសគាត់បានឃើញអំពីទស្សនវិជ្ជានៃភ្នំទ្របរបស់ខ្មែរយើងញាតិញោមណាឥឡូវនេះថ្មបានមកដល់ហើយពីមុនធ្លាប់តែឮគេថាគេនិយាយឥឡូវនេះគឺមកដល់ផ្ទាល់ជាក់ស្ដែងញាតិញោមហើយមុខកំពូលភ្នំទ្របនេះមានស្រះទឹកមានអីបងណាចឹងសូមអរគុណញាតិញោមទាំងអស់គ្នាព្រោះឃើញវីដេអូនេះជួយឧបត្ថម្ភម្នាក់បន្តិចផងញាតិញោមមិនច្រើនទេព្រោះម្នាក់$1 $10ក៏បានដែរព្រោះដើម្បីយើងបានថវិកានេះចាត់ចែងទិញជូនប្រដាក់កងទ័ពយើងទៀតពួកគាត់មិនស្នើសុំអីទេញាតិញោមតែយើងដឹងថាកលៈទេសៈនេះត្រូវការព្រោះដោយសារមេឃភ្លៀងមុខក៏ច្រើនហើយអញ្ចឹងគឺថាយើងអ្នកជួយក្រោយមិនអាចបិទភ្នែកមើលបានព្រោះពុះចោលសៀមទាំងអស់វាអត់ស្ងាត់ទេអញ្ចឹងយើងអ្នកក្រោយក្នុងនាមជាកូនខ្មែរយើងកុំស្ងាត់តិចច្រើនអីយើងចូលរួមទាំងអស់គ្នាញាតិញោមណាហើយកុំភ្លេចជួយចែករំលែកវីដេអូថ្មម្នាក់មួយផងញោមអើយដើម្បីឲ្យមហាជនកូនខ្មែរយើងបានឃើញនៅវីដេអូនេះហើយលោកគាត់អាចចូលរួមឧបត្ថម្ភម្នាក់តិចអញ្ចឹងណាញាតិញោមណាជួយបរិច្ចាគ$1 $2 $3 ឬក៏តាមសទ្ធាញាតិញោមផងព្រោះថាថវិកាដែលទិញតង់ហ្នឹងគឺនៅបានតិចឡើយទេអញ្ចឹងតង់នេះយើងទិញមួយ80000បងណាសង្ឃឹមថាពុកម៉ែបងប្អូនញាតិញោមទាំងអស់គ្នាជួយម្នាក់មិនទិញតិចទេបងណាដើម្បីយើងទិញតង់នេះជូនទៅដល់ព្រះកងទ័ពហើយនេះធ្លាក់ភ្លៀងផងញាតិញោមអាណិតពួកគាត់មែនទែនអញ្ចឹងថ្មអត់មានពឹងអ្នកណាបានទេមានតែពឹងញាតិញោមកូនខ្មែរទាំងអស់គ្នាឲ្យតែបានមើលវីដេអូនេះជួយម្នាក់បន្តិចទេបងណាដើម្បីយើងបានថវិកានេះទិញឲ្យបាន4-10តង់អីចឹងទៅញាតិញោមឲ្យគាត់ទុកប្រើប្រាស់ប្រចាំការ